បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីប៉ះចំមីនតោនបណ្ដាឲ្យស្លាប់នៅស្រុករតនមណ្ឌលបាត់ដំបងនៅថ្ងៃទី29ខែមេសាឆ្នាំ2026វេលាម៉ោង15:15 នាទីនៅត្រង់ចំណុចជើងភ្នំជីប៉ាងស្ថិតក្នុងភូមិទឹកសាបឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងមានករណីផ្ទុះមីនតោនមួយកើតឡើងបណ្ដាឲ្យមនុស្សម្នាក់ស្លាប់និងខូចខាតត្រាក់ទ័រចំនួន1គ្រឿងលោកវិស្ណិកអៃសនណុលអធិការនគរបាលស្រុករតនមណ្ឌលបានរាយការណ៍ឲ្យដឹងថាមានពលរដ្ឋម្នាក់ឈ្មោះហានប្រុសភេទប្រុសអាយុ27ឆ្នាំមានទីលំនៅនៅភូមិជីប៉ាងឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងបានទៅស៊ីឈ្នួលភ្ជួរដីត្រង់ចំណុចកាត់ហេតុខាងលើពេលបើកត្រាក់ទ័រម៉ាកូបូតាពណ៌ក្រហមភ្ជួរដីក្បែរជើងភ្នំបានភ្ជួរប៉ះចំមីនតោនបណ្ដាឲ្យផ្ទុះខូចខាតផ្នែកខាងមុខត្រាក់ទ័រអ្នកបើកបរត្រាក់ទ័របានស្លាប់ពេលដឹងដល់មណ្ឌលសុខភាពផ្លូវមាសបច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រកាសសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី